សួស្តីបងចឹងនេះសម្រាប់ការចែក HD ចាំមកមើលតាមវីដេអូនេះបងឈរនៅលើ DPC តមកម៉ៅស្ដាំហើយបងយកពី Somo option តមកទៀតចូល line ខ្ញុំនេះពេលមកចូល line ហ្នឹងហើយបងមកដល់កន្លែងនេះចុច this management នេះចឹងជាទូទៅ HD បើ HD បងមានតែមួយវាមាន try C ចឹងហ្នឹងបងចង់ចែកបាន try D ចឹងឈរនៅលើ try C បងម៉ៅស្ដាំរបស់វាបងចុច escape box call នេះបន្ទាប់មកបងចង់ចែកវាចេញប្រហែល G ពេលមុនចែកចេញបងមើល try C របស់បងវានៅសល់ប៉ុន្មានឧទាហរណ៍នេះនៅសល់170ចឹងបងចង់ចែកបង170អាចចែកត្រឹមតែពាក់កណ្ដាលទៅបានហើយឬក៏ចង់ចែក 100G ចេញបងយកគុណបងយកលេខ100គុណនឹង1025មកគុណតាមខ្ញុំមកក៏បានដែរ100គុណនឹង1025ចឹងវាបានលេខ10គុណ2500ចឹងចូលមកកន្លែងប្រឡងមិញចុច escape box call មិញមកវាចេញនេះហើយវាចេញហ្នឹងចឹងយកវាយអាលេខមិញហ្នឹង10គុណ2500ហ្នឹងចូលមកហើយចុច escape box call មកពេលចុចមកនេះវាចេញត្រៃថ្មីមួយទៀតហើយឃើញទេចឹងមុនចុច mouse ស្ដាំហើយចុច new មួយទៀតចុច next តាមវារហូតមកចឹងបន្តមកបងបានត្រៃ HD មួយទៀតចេញមកត្រៃដែលយើងចែកមិញហ្នឹងវា 100G ពេញមកអាហ្នឹងបើបងចង់បាន 100G ឬក៏ចង់បាន 100G បងគុណតាមហ្នឹងទៅចង់បាន50G អញ្ចឹងយក50គុណនឹង1025តាមខ្ញុំមកចង់បាយលេខហ្នឹងចូលប្រឡងមិញហ្នឹងហើយបន្តមកទៀតតានេះឧទាហរណ៍យើងចែកខុសឬក៏យើងចង់ដល់ extend វាចូលគ្នាបងយើងត្រូវលុបអានេះចោលវិញមិនថាយើងចង់ចែកវាទៅថ្មីឬក៏ចង់ព្រមវាចូលគ្នាអញ្ចឹងតែបើមានឯកសារនៅក្នុងតារាយថ្មីនេះត្រូវ copy វាចេញចង់បងមកស្ដាំមកចុច delete box call វាសិន delete មកវាចេញពណ៌ខ្មៅទៀតហើយចូលនៅលើតារាយ C នេះវិញដើម្បីយើងព្រមវាចូលគ្នាពីរនឹងវិញយើងមកស្ដាំមកយើងចុច extend box call តិចនិចរហូតមកអត់មានកាយអញ្ចឹង storage ហ្នឹងវាចូលគ្នាវិញចឹងវីដេអូមានតែប៉ុណ្្នឹងទេបងអរគុណ